មួយនឹងទេសម្លៀកបំពាក់ខ្មែរយើងគឺផូរផង់ល្អណាស់ហើយបែបពីដើមមានសម្លៀកបំពាក់ទៅតាមពេលវេលាទៅតាមទីកន្លែងមិនចេះតែស្លៀកពាក់ទៅណាក៏ស្លៀកសពុតបត់ទៅណាក៏ស្លៀកនេះទៅណាក៏ស្លៀកនោះគឺសម្លៀកបំពាក់ខ្មែរយើងមានទៅតាមតំបន់មានទៅតាមពេលវេលាមានទៅតាមកម្មវិធីផ្សេងហើយសួរថាបានលុយអត់សោះប្រកាសអត់បានផងការទៅថតហ្នឹងទាំងអស់គ្នាហ្នឹងគ្មានណាបានអលេងបានថាលើកដៃអរគុណដល់ទឹកចិត្តរបស់សិល្បៈករណីរបស់យើងតែហើយពេលណានេះមិនមែនត្រឹមតែឆ្លើងទៀមទេណាតែនាំបង្ឈប់បង្ផលិតនឹងទៀតខ្ញុំរកអត់ឃើញទេខ្ញុំរក3ខែកម្មវិធីសម្ពុតបទខ្មែរបង្ហាញនូវភាពអស្ចារ្យនិងភាពសម្បូរបែបនៃសម្លៀកបំពាក់ខ្មែរលោកជំទាវ ឡុងឌី សាណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានគណៈកម្មការរៀបចំកម្មវិធីសម្ពុតបទខ្មែរនៅផ្សារទំនើបជីបម៉ុង271កាលពីថ្ងៃទី27ខែមេសាឆ្នាំ2025ក្នុងគោលបំណងថែរក្សាប្រពៃណីនៃការស្លៀកពាក់ដែលជាកេរដំណែលអរូបីរបស់ជាតិខ្មែរជាមួយការបង្ហាញទំនៀមទម្លាប់ដ៏ផូរផង់របស់កម្ពុជាទៅកាន់សាធារណជនលោកជំទាវបានមានប្រសាសន៍បង្ហាញពីទំនៀមក្នុងពិធីមង្គលការនិងការលះបង់របស់សិល្បករសិល្បករនីក្នុងការជួយដល់សិល្បៈវប្បធម៌ជាតិយ៉ាងដូចនេះវប្បធម៌ខ្មែរយើងវប្បធម៌មួយដ៏ផូរផង់ហើយអ្វីដែលយើងខ្លាចបំផុតមួយយុវវ័យតែស្គាល់វប្បធម៌យើងអត់បានច្បាស់ចេះតែស្រពេចស្រពិលដូច្នេះហើយខ្ញុំសប្បាយចិត្តក្រសួងវប្បធម៌ម្នាក់ឯងមិនអាចធ្វើអ្វីបានទេអត់អាចធ្វើអ្វីបានទេតើតើមានការសហការពីដៃគូឯកជនដូចជាក្រុមហ៊ុនជីប៉ុងអញ្ចឹងតើតើមានការសហការពីក្មួយយុវវ័យទាំងអស់ជួយដើម្បីផ្សព្វផ្សាយជួយថែរក្សានៅវប្បធម៌របស់យើងបានយើងទទួលបានជោគជ័យក្រសួងវប្បធម៌ម្នាក់ឯងមិនអាចធ្វើបានទេអញ្ចឹងក្រសួងវប្បធម៌រងចាំជានិច្ចទៅរាល់កិច្ចការសហការនៅរាល់ការថ្បកផ្ដល់នៅឯកសារតែពាក់ព័ន្ធទៅនឹងវប្បធម៌ខ្មែរយើងពាក់ព័ន្ធទៅនឹងសម្លៀកបំពាក់ក្តីពាក់ព័ន្ធទៅនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរក្តីគឺក្រសួងនៅរងចាំទទួលពីបងប្អូនទាំងអស់ដើម្បីយើងអភិវឌ្ឍយើងរក្សានៅវប្បធម៌របស់យើងទាំងអស់គ្នាមួយនឹងទេសម្លៀកបំពាក់ខ្មែរយើងគឺផូរផង់ល្អណាស់ហើយបែបពីដើមមានសម្លៀកបំពាក់ទៅតាមពេលវេលាទៅតាមទីកន្លែងមិនចេះតែស្លៀកពាក់ទៅណាក៏ស្លៀកសពុតបត់ទៅណាក៏ស្លៀកនេះទៅណាក៏ស្លៀកនោះគឺសម្លៀកបំពាក់ខ្មែរយើងមានទៅតាមតំបន់មានទៅតាមពេលវេលាមានទៅតាមកម្មវិធីផ្សេងដូចជាសម្លៀកបំពាក់នៅក្នុងពិធីប្រពៃណីខ្មែរសម្លៀកបំពាក់ប្រពៃណីខ្មែរយើងប្រពៃណីខ្មែរមានសម្លៀកបំពាក់ចូលទៅក្នុងពិធីបុណ្យផ្សេងដូចជាពិធីបុណ្យចូលឆ្នាំពិធីបុណ្យកឋិនពិធីមង្គលការពិធីបុណ្យភ្ជុំគឺយើងមានសម្លៀកបំពាក់ខុសប្លែកពីគ្នានិងពិធីផ្លូវការថ្នាក់ជាតិជាដើមទឹកសម្បាញ់មិញនេះគឺយើងមានការតស៊ូមតិជាច្រើនរងបានបង្ហាញឈុតមួយទឹកនឹងព្រោះអីសម្លៀកបំពាក់ខ្មែរដូចខ្ញុំបានជម្រាបជូនចឹងថាយើងមានសម្លៀកបំពាក់ទៅតាមបែបផែនឃើញទេមិនថាបរទេសគេមានពីកនីមួយទឹកខ្មែរអត់មានណាខ្មែរយើងមានឈុតមួយទឹកអញ្ចឹងឃើញទេសម្លៀកបំពាក់មួយទឹកក៏ប៉ុន្តែសូមនោះសរសើរដល់កញ្ញាប៉ៃឯណាដែលលោកអ្នកហើយនឹងកញ្ញាហើយនេះដានោះចេញមកមុខទីមកកូននេះបងប្អូនស្គាល់ទេដែលសម្ដែងនៅក្នុងលំបាំដើរតួជាប្របាទជ័យវរ្ម័នទី7ណាគេជារបបជ័យវរ្ម័នទី7ស្រស់ខ្លាំងហើយក៏រួមជាមួយនឹងកញ្ញាកុយឯណាទៅថតនៅបឹងផលិតអាណិតខ្លាំងនិយាយពីឆ្លើងទៀមរុនពេញទឹកប៉ុន្តែទោះជាទៀមយ៉ាងណាពេញភ្នែកបេះចេញហើយថតរហូតដល់ចប់ខ្ញុំសូមសរសើរនេះមកហៅថាទឹកចិត្តសិល្បករសិល្បករនីយើងហើយសួរថាបានលុយអត់សោះប្រកាសអត់បានផងការទៅថតទាំងអស់គ្នាហ្នឹងគ្មានណាបានអលេងបាន
លើកដៃអរគុណដល់ទឹកចិត្តរបស់សិល្បៈការនីរបស់យើងតែហើយពេលណានេះមិនត្រឹមតែឆ្លើងទៀមទេណាតែនាំបងឈប់បងផលិតនឹងទៀតខ្ញុំរកអត់ឃើញទេខ្ញុំរក3ខែមានគេប្រាប់ថាលោកបងខ្ញុំឃើញបងផលិតមួយនៅតាមផ្លូវជាតិលេខ5ណាបងទៅដល់កកទៅឃើញហើយកាលពីគាត់ឃើញនឹងបងផលិតវាល្អដល់ពេលខ្ញុំទៅរិញអស់លេងហើយផលិតនឹងកបីអស់លេងហើយខំទៅមើលផ្ទះអ្នកស្រុកណាអត់មានបងផលិតដល់ពេលមិនដឹងទេការអីពេលណានេះគេទៅថតកាច់រៀងនៅបងផលិតហើយក៏ទេលហ្មូនសួរថាក្មួយបងផលិតនឹងរិញនៅថាអត់ទេណាមីបងផលិតនឹង5ហិកតានោះអត់រិញទេនៅកំពង់ឆ្នាំងស្ទុះទៅមើលទៅក៏សហការជាមួយអាជ្ញាធរនៅនឹងធ្វើស្ពានធ្វើអីដើម្បីថតហើយអត់ដឹងថានៅនឹងមានឆ្លើងទេណាក៏ឯណានេះសឹកប្រាប់ខ្ញុំថាមីងមានឆ្លើងណាពួកយើងកំពាត់កណាក្មេងៗលឺឆ្លើងអត់ចុះទឹកទេទៀតមិនមានអីឆ្លើងទៀមប៉ានេះគេមានបទពិសោធន៍គេឲ្យលីបលេទៅលេនឹងលៀបដល់ពេលឆ្លើងវាទៀមមិនប៉ុន្តែទៀមវាល្អវាល្អប៉ុន្តែយ៉ាងណាក៏នៅតែទៀមបានទៀមមេនឹងហ្មងនេះអីណានេះសូមអរគុណហើយសូមអរគុណដល់សិល្បករនេះទាំងអស់ក្នុងកម្មវិធីក៏មានការបង្ហាញម៉ូដយ៉ាងអស្ចារ្យដែលធ្វើឲ្យអ្នកទស្សនាដោយផ្ទាល់ផ្ទុះការសាទរយ៉ាងខ្លាំង